ការពីមុនណាខ្ញុំអត់សូវហ៊ានមើលព័ត៌មានអីទេបងប្អូនហើយតែគណៈថាព័ត៌មានណាមើលទៅរាងកាចអីហ្នឹងដឹងតែខ្ញុំអស់ម្លងហើយសារតែខ្ញុំនេះខុសគេតែឃើញព័ត៌មានអីមើលទៅរៀងរន្ធត់បន្តិចហ្នឹងនិយាយពីថានៅឆ្ងាយទេក៏ប៉ុន្តែខ្លាចការពីមុនឃើញមានព័ត៌មានអីលក្ខណៈបែបរាងកាចសាហាវអីអញ្ចឹងខ្ញុំតាមតែទាន់ទេក៏ប៉ុន្តែមួយរយៈចុងក្រោយនេះអូ Facebook មកនិយាយពីថាអូអត់ផុតសោះហ្មងឲ្យតែបើក Facebook មើលពេលណាគឺដឹងតែមានថ្មីចេញមករហូតហ្មងបងប្អូនហើយព័ត៌មានដែលខ្ញុំខ្លាចខ្លាំងជាងគេហ្នឹងគឺលក្ខណៈព័ត៌មានដែលរៀងឆាវអញ្ចឹងណាបងប្អូននិយាយប៉ុណ្ណឹងគឺដឹងហើយអត់ហ៊ាននិយាយអីលើសនឹងទេព្រោះអីខ្លាចក្រុមហ៊ុន Facebook ចាប់ជាពិសេសគឺរឿងប្រច័ណ្ឌអីហ្នឹងហ្មងបងប្អូនណាខ្ញុំមើលហើយនិយាយពីថាគួរឲ្យខ្លាចខ្លាំងមែនតើហ្មងបើសិនជាម្នាក់អស់ចិត្តហើយថៃបានមិនដោះលែងគ្នាទៅចាំបាច់គុំគូនឲ្យឈានដល់ថ្នាក់នឹងធ្វើអីការពីម្សិលមិញហ្នឹងខ្ញុំបើឃើញព័ត៌មានមួយលក្ខណៈថាគូសង្សារអីអញ្ចឹងណាសុំខាងស្រីត្រូវក៏ប៉ុន្តែខាងស្រីអត់ត្រូវមានណាគុំគូនព័ត៌មាននេះបងប្អូនប្រកាសជាបានឃើញហើយខ្ញុំនិយាយពីថាឃើញហើយឡើងព្រឺរោមហ្មងបងប្អូនណាខ្ញុំឆ្ងល់ឡើងមនុស្សយើងឥឡូវគាត់ហូបអីមិនបានសាហាវមិនលក្ខណៈថាចង់ធ្វើអីមួយអញ្ចឹងគឺឆាវយកហ្មងលក្ខណៈថាដូចមួនដូចទីអីហ្នឹងពេលឃើញរៀងស្រស់ពេកអញ្ចឹងទៅវាមានអារម្មណ៍ថាអូយពិបាកបងប្អូនណាលក្ខណៈថាមើលហើយដឹងតែដេកគិតដេកខ្លាចយកហ្មងយូរទៅចង់ខ្លាចទាំងប្តីខ្លួនឯងទៀតណាបងប្អូនមានបងប្អូនណាខ្លះដូចខ្ញុំដល់ថ្នាក់ឃើញអញ្ចឹងពេកទៅមានអារម្មណ៍ថាប្តីខ្លួនឯងនេះក៏ចង់ខ្លាចដែរខ្ញុំនៅចម្ងាយណាចម្ងាយណីគ្រាន់តែមើលព័ត៌មានខ្លាចប៉ុណ្ណឹងហើយចុះទម្រាំអ្នកដែលគ្នាជួបផ្ទាល់នឹងដឹងជារន្ធត់យ៉ាងណាទេបងប្អូនហើយជីវិតមនុស្សយើងម្នាក់អត់ទៀងទេថ្ងៃហ្នឹងនៅស្អែកឡើងបាត់ក៏ថាបានដែរក៏ប៉ុន្តែពេលខ្លះរៀងឆាវពេកអញ្ចឹងដូចពិបាកទទួលយកណាបងប្អូនអើយបើខ្ញុំនេះវិញឲ្យតែពេលជិះម៉ូតូជិះឡានជាមួយប្តីខ្ញុំអីម្ដងហ្នឹងឲ្យតែពេលគាត់បើករៀងលឿនបន្តិចដឹងតែខ្ញុំនេះមូលគាត់ចង់ដាច់អស់ហើយខ្ញុំសួរគាត់ថាបឋមទៅណាបើបញ្ញាប់អញ្ចឹងមិនងើបមកពីម៉ោង3ភ្លឺមកក៏ប៉ុន្តែពេលខ្លះយើងនេះប្រយ័ត្នហើយយឺតហើយក៏ប៉ុន្តែគេអ្នកផ្សេងមកគេអត់ប្រយ័ត្នមកប៉ះយើងអញ្ចឹងទៅនិយាយទៅមួយរយៈចុងក្រោយនេះព័ត៌មានអីក៏មានដែរឲ្យតែឃើញអញ្ចឹងអីប្រហែលជាត្រូវបិទ Facebook មួយរយៈសិនឯងបងប្អូនអើយបើអត់ហ៊ានបើកទេឲ្យតែបើកមកគឺដឹងតែលោតនៅលើគេរហូតហ្មងឥឡូវនិយាយរឿងហ្នឹងតែប៉ុណ្្នឹងបានហើយកន្លែងមកមើលមុខម្ហូបរបស់ខ្ញុំថ្ងៃនេះវិញម្ដងមុនហ្នឹងទៅផ្សារថាទៅរកទិញក្តាមក៏ប៉ុន្តែអត់មានក្តាមទេបានត្រីហើយខ្ញុំទិញអាគេធ្វើឲ្យភ្លៀសឲ្យស្រាប់អញ្ចឹងមកហ្មងបងប្អូនអត់ដឹងថាត្រូវយកមកធ្វើអីទេបងប្អូនណាអញ្ចឹងហើយគឺយកវាមកធ្វើស៊ុបបែបចិនអីអញ្ចឹងណាយើងទិញគ្រឿងកញ្ចប់គេមករបៀបធ្វើរបស់ខ្ញុំគឺបែបនឹងឯងបងប្អូននៅដំបូងដាក់ខ្លាញ់រំលីងខ្ទឹមសហើយនឹងខ្ញីឲ្យឡើងឈ្ងុយបន្ទាប់មកទៀតចាក់គ្រឿងកញ្ចប់នឹងចូលកូរវាឲ្យឡើងឈ្ងុយទៅបន្ទាប់មកទៀតគឺខ្ញុំចាក់ទឹកក្តៅចូលបងប្អូនរាប់ទឹកនេះគឺយើងចាក់មើលបរិមាណមកល្មមដែលយើងចង់បានអញ្ចឹងណាបន្ទាប់មកទៀតទុកវាឲ្យពុះទៅឆ្លៀតពេលហ្នឹងមកណែនាំបងប្អូនទាំងអស់គ្នាជាមួយនឹងវីតាមីន NAD Skin Yang NAD Skin Yang គឺជាប្រភេទវីតាមីនជួយពន្យាភាពចាស់ជួយជួសជុល DNA និងកោសិកាដែលខូចខាតជួយបង្កើនការចងចាំប្រឆាំងនឹងជំងឺជួយថែទាំបេះដូងនិងសរសៃឈាមអ្វីដែលសំខាន់គឺជួយឲ្យស្បែកស្រស់ថ្លាក្មេងជាងវ័យជួយរំលាយអាហារសម្រួលដល់ការគេងនិងគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អបងប្អូនដែលគាត់ចង់បានអីគឺអាចដើររកទិញបានតាមតូបតាមផ្សារឬមួយក៏តាម Pharmacy បងប្អូនបើមិនអញ្ចឹងទេតាក់ទងទៅកាន់ Page ផ្សារធម្មជាតិ24សម្រាប់ខ្ញុំវិញគឺខ្ញុំអត់មានលក់ទេបងប្អូនហើយខ្ញុំគ្រាន់តែជាអ្នកប្រើប្រាស់ដូចគ្នាទេកលេចមកមើលមុខម្ហូបរបស់ខ្ញុំនេះវិញគឺថាឆ្អិនរួចរាល់ហើយបងប្អូនហើយសាច់ត្រីនេះកូរពេកឡើងបែកអស់បន្ទាប់ពីឆ្អិនហើយហ្នឹងខ្ញុំដួសវាដាក់ចូលចានហើយចុងក្រោយខ្ញុំបានបន្ថែមស្លឹកខ្ទឹមជាមួយនឹងម្ទេសដោយសារតែទឹកស៊ុបនេះអត់ហឹរទេបងប្អូនរសជាតិវារៀងជូរប្រៃដូចសម្លម្ជូរយើងអញ្ចឹងបងប្អូនហើយមានអីឆ្ងាញ់មួយយ៉ាងដែរតាប៉ុន្តែប្តីរបស់ខ្ញុំវិញគាត់អត់សូវចូលចិត្តហូបទេដោយសារតែសម្លមានរសជាតិជូរ